สุดท้ายบางปอนต้องออกเนี่ยจังไงยังมีทิปมุ้ยมาใจมาเลยต่อการบางปอนต้องออกเนี่ยระเบียบเตะต้องจมูกหนึ่งระเบียบในการมือพลองดีเทลบ่เยิงแล้วក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងការមើលប្លង់ detail ទៅលើធ្នឹមរបស់យើងអញ្ចឹងដើម្បី model ទៅលើធ្នឹមបងប្អូនអ្នកដែលក្នុង software វិញគេមានប្លង់គេមកអញ្ចឹងឃើញទេហើយនៅក្នុងប្លង់គេបានបញ្ជាក់ឲ្យយើងហើយនៅក្នុងប្លង់ detail នៅក្នុងប្លង់ detail គេបានបញ្ជាក់ឲ្យយើងថាធ្នឹមមួយហ្នឹងនៅ grid line មួយណានេះបងប្អូនសង្កល់មើលម្ដងនេះ grid នេះនៅទីតាំងណានៅ grid នេះគេអញ្ចឹងនៅក្នុងប្លង់ detail នេះគេដាក់ grid B and C grid B and C rebar detail អញ្ចឹងមួយទៀតversion ចាស់ដែលខ្ញុំធ្លាប់ធ្វើគឺយើងដាក់ grid នៅទីតាំងនេះហ្មងយើងបង្ហាញ grid នេះយើងបង្ហាញ grid នៅទីតាំងនេះហ្មងនេះប៉ុន្តែនៅក្នុង Revit យើងមិនបាច់ចាំធ្វើអញ្ចឹងយើងអាចនេះដាក់សម្គាល់នៅលើនេះលើ grid មួយណា grid មួយណាអញ្ចឹងណាអញ្ចឹងទីមួយបងប្អូនទៅមើលកន្លែងហ្នឹងហើយទីពីរដើម្បីដឹងថាgrid កន្លែងហ្នឹងបានន័យថា grid កន្លែងហ្នឹងវានៅលើប្លង់នេះមួយណានេះដើម្បីធ្វើមើលវានៅលើប្លង់មួយណា B and C អញ្ចឹងធ្នឹមមួយហ្នឹងច្បាស់ជានៅនេះច្បាស់ជានៅ grid line B ហើយនិង C នេះមូលហេតុអីបានគេដាក់ B and C ដោយសារ B ហើយនិង C ហ្នឹងវាជាប្រភេទធ្នឹមតែមួយអញ្ចឹងហ្នឹងអញ្ចឹងបងប្អូនត្រូវមើល detail ហើយ grid មួយណាបន្ទាប់មកទៀតបងប្អូនមើល layout ចង់ដឹងថាធ្នឹមរបស់យើងមួយហ្នឹងយើងត្រូវយកមករត់នៅលើ grid line មួយណានៃទីតាំងអគាររបស់យើងអញ្ចឹងយើងយកជាក់ស្ដែងយើងយកប្លង់ដែលបាន detail រួចរាល់ហ្នឹងតាមមុខកាត់ហ្នឹងតាមការកាត់សរសៃដែកអីផ្សេងៗហ្នឹងយើងយកមករត់នៅលើធ្នឹមមួយនេះលើធ្នឹមពីរនេះ B and C បន្តមកទៀតបន្ទាប់ពីយើងដឹងទីតាំងអស់ហើយយើងដឹងទីតាំងអស់ហើយបងប្អូនត្រូវមើលអីម្ដងបន្ទាប់ពីយើងដឹងទីតាំងអស់ហើយបងប្អូនក៏លេខមកមើលdetail របស់យើងវិញនេះ detail របស់យើងមានយើងអាចមានច្រើន section ករណីដែលធ្នឹមនេះជាប្រភេទធ្នឹមផ្សេងគ្នាអញ្ចឹងណានេះមាន section A section B ក្នុងមួយ span បានន័យថាចន្លោះពី span មួយនេះទៅ span មួយនេះយើងគិតថាយើងហៅថាមួយ span មកបន្លោះល្វែងអញ្ចឹងណាមួយ span នេះមួយ span នេះមួយ span នេះមួយ span អញ្ចឹងធ្នឹមរបស់យើងវាសរុបទាំងអស់មាន1 2 3 4 5 span អញ្ចឹងឲ្យខ្ញុំយកមកបង្ហាញបងប្អូនទាំងអស់គ្នាដើម្បីឲ្យមើលយល់ខ្ញុំសូមបង្ហាញអា span មួយនេះនៅក្នុងមួយនេះគេទី1គេមានsection ឲ្យយើងគេមាន section AA នៅក្នុងប្លង់ជាក់ស្ដែងជាទូទៅគេតែងតែដាក់ហ្នឹងឯងនៅក្នុង section មួយណានៅក្នុង section មួយណាអញ្ចឹងណាចឹងតែអានេះក្នុង section AA ក្នុង section AA យើងទៅមើលថា section AA របស់យើងវារត់ដែកមិននេះយើងអញ្ចឹងយើងមកមើល section A របស់យើងបងប្អូនមកដល់ section A ឃើញដែកខាងលើយើងរត់5ដើមហើយដែកខាងក្រោមយើងរត់ដែករបស់យើង3ដើមអញ្ចឹងបានន័យថាម៉េចបានន័យថាទីនេះនៅក្នុង section AA ហ្នឹង stop ខាងលើយើងរត់នេះបងប្អូនមើលចេះបញ្យល់នេះពីរដើមនេះដាក់ពណ៌ក្រហមស៊ីគ្នាខ្ញុំបែកមកវិញសិនខ្ញុំដូរដាក់ពណ៌បៃតងហើយខ្ញុំយកនេះដែរនេះពីរដើមនេះនៅនេះមួយនេះហើយ3ដើមនេះគឺនៅខាងលើនេះឃើញទេបងប្អូនអញ្ចឹងបើនេះ section AA យើងរត់ដែកខាងលើ3ដើមហើយខាងក្រោមរបស់យើងបើនេះ stop ជាប់គ្នានឹង2ដើមវាមានជា additional bar អញ្ចឹងខាងលើយើងរត់ដែកសរុបទាំងអស់5ដើមហើយខាងក្រោមយើងរត់3ដើមករណីនេះជា development length ទេយើងមើលតាមជាក់ស្ដែងអូខេបើសិនជាបងប្អូនចង់ឃើញបងប្អូនចង់អូម្ដងនេះអាចនឹងយើងយល់ច្រឡំថាដែករបស់យើងវារត់ម្ដងនេះដូចគ្នាអញ្ចឹងយើងអូពំនេះមកទាក់ទងជាមួយនឹង development length នេះយើងមានជា bending detail មកបង្ហាញកន្លែងនេះឃើញទេ bending detail វានៅកន្លែងនេះហើយ section AA យើងបានប៉ុណ្ណឹងហើយ section B ទីតាំងមួយនេះ
section B នៅក្នុងនេះយើងអត់មានអីទេបើន័យថាដៃខាងលើ3ដើមហើយដៃខាងក្រោមក៏3ដើមដែរបើន័យថានេះក៏3ដើម sorry នេះក៏3ដើមខាងនេះក៏3ដើមនេះដោយសារវាជាយើងមើលពីជាហៀងដូចអញ្ចឹងយើងបាំងដៃស្ទាប់ពីស្ទាប់ហើយយើងឃើញតែមកស្ទាប់នេះអាស្ទាប់ដែលយើងមើលឃើញហ្នឹងបានន័យថានៅក្នុងទីតាំងមួយនេះ3ដើមខាងលើនៅកន្លែងនេះហើយ3ដើមខាងក្រោមហ្នឹងគឺនៅកន្លែងនេះអញ្ចឹងយើងបានន័យថាដៃខាងនេះយើងរត់តែមកស្ទាប់ទេខាងនេះយើងរត់ក៏តែមកស្ទាប់ដែរហើយតេតងជាមួយនឹង section AA នៅកន្លែងនេះនេះវាយើងសម្គាល់ថាដៃខាងនេះវារត់ដូចខាងនេះដែរអញ្ចឹងណាប៉ុន្តែតេតងជាមួយនឹងប្រវែងដែលត្រូវរត់ជាក់ស្ដែងនៅការឋានគេមានជា bending detail ឲ្យយើងនេះគេនឹងចាប់គម្លាតដែរឲ្យយើងហើយ bending detail នេះគេចាប់ដាក់នេះឲ្យយើងឃើញទេហើយតេតងជាមួយនឹងការរត់កែមរត់ចេញពីកែមប៉នេះមកប្រហែលប៉នេះមកប្រហែលក៏គេចាប់ dimension គេចាប់ຂະຫນាតឲ្យយើងដែរហើយនៅក្នុង Revit យើងមាន option មួយទៀតសម្រាប់សម្រួលដល់បងប្អូនទាំងអស់គ្នាថាបងប្អូនជានិស្សិតឆ្នាំទី1ទី2ដែលទៅតែចូលចាប់ជំនាញជាអាជីវវិស្វករថ្មីមិនថាបងប្អូនជាមេការបងប្អូនមើលយល់ហើយឃើញទេអញ្ចឹង section AA របស់យើងមិននៅកន្លែងនេះអញ្ចឹងយើងមើលទៅយើងឃើញដែកខាងនេះ3ដើមខាងនេះ2ដើមហើយកដាយើងអត់មានទេមកដល់កន្លែងនេះ sorry ខ្ញុំដក lock វាបន្តិចខ្ញុំមក view វិញចេះនេះឃើញទេបងប្អូននេះ section AA នេះ section BB របស់យើងឃើញមិនឃើញ section BB អានេះមានដែក3ដើមអានេះមានដែក3ដើមនេះបងប្អូនមើលកលេចមើល section BB នេះឃើញទេ section B អញ្ចឹង section AA របស់យើងនៅខាងនេះដូចគ្នាអញ្ចឹងយើងយកអានេះជា reference អញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចាប់អារម្មណ៍ទៅលើវីដេអូចែករំលែករបស់ខ្ញុំកុំភ្លេចជួយ subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងអរគុណច្រើនបងប្អូនទាំងអស់គ្នា